យើងមកមើលទាំងអស់គ្នាមើលរិស័យនៅក្នុងខែ11អ្នកខាលយ៉ាងណាដែរเนาะអញ្ចឹងមកមើលយើងមើលអំពីគោនៅក្នុងខែ11ណាតកតងជាមួយនឹងលុយកាក់ណាតកតងជាមួយនឹងការបង្វិលលុយកាក់ណាមានការបង្វិលចាឃើញថាអ្វីដែលយើងបារម្ភរឿងលុយរឿងកាក់គឺយើងអាចដោះដូរបានអាចបង្វិលបានណាឬក៏រកមកអត់សល់ទេនៅក្នុងខែ11ណាចាអញ្ចឹងយើងមើលអំពីការងារយើងមើលនៅក្នុងខែ11យ៉ាងណាដែរសម្រាប់អ្នកឆ្នាំខាលเนาะចានៅក្នុងខែ11ណាការងារយើងរៀងញ៉ៃញ៉ៃបន្តិចណាជាពិសេសអ្នកដែលធ្វើការជាមួយនឹងក្មេងណាក្មេងនឹងធ្វើឲ្យការងារយើងកៀងអត់សម្រេចទេចាក្នុងនេះដែរតកតងជាមួយនឹងការងារជាមួយនឹងមេយើងណាក៏ឃើញថាអាចនឹងមានបញ្ហាខ្លះដែរចាឬក៏យើងមានចំនួនជាមួយនឹងមេដែរនៅក្នុងខែ11នេះអ្នកខាណាប៉ុន្តែគ្រាន់ថាឆ្លោះក៏ឆ្លោះត្រូវក៏ត្រូវចាំបើសិនជាពាក់ព័ន្ធជាមួយនឹងការងារយើងពឹងអ្នកធំណាមួយឃើញថាមានអ្នកធំណាមួយជួយការងារយើងឲ្យប្រសើរឡើងជួយការងារយើងឲ្យបានសម្រេចណាចាអញ្ចឹងចូលដល់ដើមខែរៀងកៀងតិចហើយណាសម្រាប់អ្នកឆ្នាំខាពាក់ព័ន្ធជាមួយនឹងការងារដូចជាមិនដូចអ្វីដែលយើងរំពឹងទុកមិនដូចអ្វីដែលយើងចង់បានណាចាជាងរៀងប្រហែលបន្តិចណាសម្រាប់អ្នកឆ្នាំខាចាអូខេឥឡូវយើងមើលទៀតមើលចាយើងមើលទៀតមើលសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់មិនដែរណាសម្រាប់អ្នកឆ្នាំខាមើលរឿងលុយកាក់យើងរឿងល្អចាឃើញថាពាក់ព័ន្ធជាមួយនឹងលុយកាក់ណាឃើញថានៅក្នុងខែ11នេះណាសម្រាប់អ្នកឆ្នាំខាលុយកាក់យើងវារកបានតិចតួចណារកបានតិចតួចមានចូលមកឲ្យជាហោហែតេតណាមានការជួយណាជួយគ្រប់គ្រងពីក្មេងឃើញថារកបានអត់បញ្ហាទេចាហើយក្នុងនោះដែររកមករកក៏រកបានចាយចំណាយក៏ច្រើនណាចំណូលមិនសមចំណាយណាអញ្ចឹងមិនឲ្យដាច់ណាឃើញថាមានទទួលបានលៀបសំណាងពីមនុស្សស្រីពាក់ព័ន្ធជាមួយនឹងលុយកាក់អញ្ចឹងបើអ្នកមានការងាររកស៊ីមុខរបរជាមួយនឹងមនុស្សស្រីអីឃើញថាបានលៀបពីមនុស្សស្រីឬក៏ទទួលបានរឿងល្អពីមនុស្សស្រីដែរនៅក្នុងពាក់ព័ន្ធជាមួយនឹងលុយកាក់នេះចាអូខេឥឡូវយើងមើលទៀតតាក់ទងជាមួយនឹងស្នេហាយើងយ៉ាងណាដែរเนาะសម្រាប់អ្នកឆ្នាំខាឃើញថាតំណងស្នេហាយើងណាឃើញថាមានមនុស្សថ្មីចូលមកពាក់ព័ន្ធនៅក្នុងជីវិតស្នេហាយើងណាល្អដែរតាចាហើយសម្រាប់ក្នុងនេះអ្នកដែលជាបរិសក៏នឹងអាចជួបមនុស្សស្រីដែលស្អាតពូកែដែរនៅក្នុងខែ11នេះហើយក៏ទទួលបានលៀបសំណាងអំពីដៃគូស្នេហាដែរណាសម្រាប់អ្នកមានដៃគូស្នេហាក៏ឃើញថាល្អដែរយើងអាចទទួលបានលៀបសំណាងពីដៃគូស្នេហាយើងប៉ុន្តែសម្រាប់មនោសញ្ចេតនាស្នេហាប្តីប្រពន្ធអីក៏រៀងប្រហែលបន្តិចណាចាមានការកៀងមួយរយៈនេះអត់សូវបាននិយាយគ្នាទេអត់សូវបានមានភាពផ្អែមល្ហែមជាមួយនឹងគ្នាទេចាអាចថានៅឆ្ងាយពីគ្នាណាអត់សូវបាននិយាយគ្នាទេរៀងអន់ចិត្តមួយគ្នាដោយសារតែអត់សូវបានជួបមុខគ្នាអត់សូវបានតំណគ្នាបើនៅក្នុងផ្ទះមួយគ្នាមួយចេញមួយចូលអញ្ចឹងទៅប្តីប្រពន្ធរៀងក្មុកក្មើយដាក់គ្នាប៉ុន្តែมันជាបញ្ហាអីទេมันមានការកុហកផិតក្បត់มันមានការបោកប្រាស់มันមានការនិយាយទៅមានចំនួនធ្ងន់ធ្ងរក្នុងតំណនឹងស្នេហាទេចាហ្នឹងហើយអូខេអញ្ចឹងអរគុណច្រើនណាសម្រាប់អ្នកឆ្នាំខាជូនពរសំណាងល្អជូនគ្នាវីដេអូក្រោយទៀតបាយបាយ